សម្ដេចប្រធានរដ្ឋាភិបាលកម្ពុជានិងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជាបដិញ្ញាបន្តកិច្ចសហការឲ្យកាន់តែជិតស្និទ្ធក្នុងការលើកកម្ពស់ទូនាទីរដ្ឋាភិបាលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើននិងមានប្រសិទ្ធភាពខ្ពស់សម្ដេចមហារដ្ឋាភិបាលទីការធិបតីខុនសូដារីប្រធានរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី4ខែមិថុនាឆ្នាំ2026នេះបានទទួលជួបពិភាក្សាការងារជាមួយលោកស្រីវ្លាដានកាអាន់ដ្រេវ៉ាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានៅវិមានរដ្ឋាភិបាលសម្ដេចប្រធានរដ្ឋាភិបាលបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានលោកស្រីវ្លាដានកាអាន់ដ្រេវ៉ានិងសហការីដែលបាននឹងកំពុងបំពេញបេសកកម្មការងារនៅកម្ពុជាសម្ដេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្នាក់ងារសហប្រជាជាតិនិងអង្គការដៃគូនានាដែលបានចូលរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍនៅកម្ពុជានាពេលកន្លងមកគិតចាប់តាំងពីដំណាក់កាលស្វែងរកសន្តិភាពស្ដារកសាងនិងអភិវឌ្ឍប្រទេសកម្ពុជាជាមួយគ្នានេះសម្ដេចក៏បានថ្លែងអំណរគុណនិងវាតម្លៃខ្ពស់ចំពោះភ្នាក់ងារសហប្រជាជាតិដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហើយបានចាត់ទុកថាភ្នាក់ងារសហប្រជាជាតិ UN ជាដៃគូដ៏សំខាន់របស់កម្ពុជាជាស្ដែងថ្មីនេះក្រោយកិច្ចសហការគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុពីមូលនិធិសហប្រជាជាតិដើម្បីប្រជាជននិងការអភិវឌ្ឍ UNFPA និងអង្គការសហប្រជាជាតិដើម្បីស្ត្រី UN Women បានសហការជាមួយគណៈកម្មការទី8របស់រដ្ឋាភិបាលរៀបចំកម្មវិធីសភាត្រាប់សម្ដែងលើកកម្ពស់សិទ្ធិនិងចំណេះដឹងដល់យុវជននិងយុវតីកម្ពុជាក្នុងភាពជាអ្នកដឹកនាំកម្មវិធីសភាត្រាប់នេះទទួលបានជោគជ័យនិងទទួលបាននឹងការគាំទ្រនិងចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនជាពិសេសពីសំណាក់យុវជនកម្ពុជាសម្ដេចបានគូបញ្ជាក់ថានៅកម្ពុជាសម្ដេចតេជោហ៊ុនសែនជាបិតាក្នុងការលើកកម្ពស់សមភាព Gender ហើយក្នុងនីតិកាលបន្ទាប់នេះសម្ដេចបានបដិញ្ញាចិត្តខ្ពស់ក្នុងការបង្កើនចំនួនស្ត្រីក្នុងតួនាទីសម្រេចចិត្តឲ្យបានកាន់តែច្រើនបន្ថែមទៀតចក្ខុវិស័យនេះត្រូវបានបន្តអនុវត្តយ៉ាងខ្លាំងក្លានៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី7ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលបានចាត់ទុកថាស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចនិងសង្គមសម្ដេចធិបតីបានលើកឡើងថាពិភពលោកនឹងកាន់តែមានសុវត្ថិភាពស្រស់បំព្រងនិងកក់ក្ដៅជាងមុនប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើនសម្ដេចប្រធានរដ្ឋាភិបាលបានគូបញ្ជាក់ថាកម្ពុជាកំពុងបោះជំហានកាន់តែជិតគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសហប្រជាជាតិ SDGs និងចក្ខុវិស័យរបស់ខ្លួនឆ្នាំ2030ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050ក្រៅពីបានផ្ដល់សេចក្ដីបានលើរបៀបវិរៈគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ2030នាឆ្នាំ2015រាជរដ្ឋាភិបាលកម្ពុជាបានខិតខំសម្របសម្រួលនិងអនុវត្តគោលដៅអភិវឌ្ឍ SDGs ឲ្យស្របទៅនឹងអត្ថិភាពជាតិក្របខ័ណ្ឌនេះបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរៀបចំផែនការអភិវឌ្ឍជាតិនិងផែនការតាមវិស័យរួមទាំងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ NSDP ផងដែរពាក់ព័ន្ធនឹងវិស័យសក្តានុពលនៃកិច្ចសហការរវាងរដ្ឋាភិបាលនិងទីភ្នាក់ងារអង្គការសហប្រជាជាតិសម្ដេចបានមានប្រសាសន៍ថាគួរតែបន្តពង្រីកវិសាលភាពនៃកិច្ចសហការបន្ថែមទៀតលើការអនុវត្តអត្ថិភាពគន្លឹះដែលផ្សារភ្ជាប់ទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព SDGs ជាពិសេសសមភាព Gender និងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រីការធ្វើបរិវត្តកម្ម Digital បញ្ញាសិប្បនិម្មិត AI ការប្រែប្រួលអាកាសធាតុការអភិវឌ្ឍបៃតងនិងការអភិវឌ្ឍយុវជនជាដើមសម្ដេចរដ្ឋាភិបាលធិបតីបានមានប្រសាសន៍ថានៅក្នុងនីតិកាលទី7នេះរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់លើការពង្រឹងនិងអភិវឌ្ឍស្ថាប័នសភា Digital ហើយការពង្រឹងសមត្ថភាពមន្ត្រីដើម្បីផ្ដល់សេវានិងបច្ចេកទេសកាន់តែល្អប្រសើរដល់តំណាងរាស្ត្រដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែប្រសើរនិងមានប្រសិទ្ធភាពក្នុងនោះអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលក៏បានប្រុងប្រៀបបង្កើតអង្គភាពស្រាវជ្រាវនិងបណ្ដុះបណ្ដាលនិងជំរុញលើកកម្ពស់សមត្ថភាពមន្ត្រីនិងទីស្នាក់ការតំណាងរាស្ត្រខេត្តក្រុងដែលជាអ្នកផ្ដល់សេវាជាប់ជាមួយនឹងប្រជាពលរដ្ឋឲ្យកាន់តែរហ័សនិងមានប្រសិទ្ធភាពសម្ដេចមានការជឿជាក់យ៉ាងមុតមាំថាបច្ចេកវិទ្យានិងនវានុវត្តន៍គឺជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជួយជំរុញវឌ្ឍនភាពរបស់យើងឆ្ពោះទៅរកសេដ្ឋកិច្ចមួយដែលមានផលិតភាពខ្ពស់និងផ្អែកលើនវានុវត្តន៍ជាគោលលើពីនេះទៅទៀតសម្ដេចប្រធានរដ្ឋាភិបាលបានជម្រាបជូនលោកជំទាវអំពីបច្ចុប្បន្នភាពពាក់ព័ន្ធនឹងស្ថានភាពទំនាក់ទំនងព្រំដែនកម្ពុជាថៃនិងការសម្រេចរបស់កម្ពុជាក្នុងការផ្ដល់សេចក្ដីបានលើច្បាប់សមុទ្រក៏ដូចជាការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ UNCLOS សម្ដេចបានសង្កត់ធ្ងន់លើជំហរដ៏រឹងមាំនិងមិនកែប្រែរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិអនុសញ្ញាសន្ធិសញ្ញាពាក់ព័ន្ធនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់លោកស្រីវ្លាដានកាអាន់ដ្រេវ៉ាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចប្រធានរដ្ឋាភិបាល
ដែលបានផ្ដល់ឱកាសទទួលជួបពិភាក្សាការងារជាមួយលោកស្រីនៅក្នុងឱកាសនេះនិងបានសម្របសម្រួលការងារដល់ក្រុមការងារលោកស្រីបានបំពេញភារកិច្ចនានាប្រកបដោយជោគជ័យនាពេលកន្លងមកលោកស្រីបានមានតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់កម្ពុជាក្នុងរយៈពេល20ឆ្នាំកន្លងមកនេះជាពិសេសបេសកកម្មរក្សាសន្តិភាពពិភពលោកដែលបានក្លាយពីប្រទេសដែលទទួលកងកម្លាំងមូខៀវទៅជាប្រទេសដែលបានបញ្ជូនកងកម្លាំងមូខៀវជាបន្តបន្ទាប់ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិលោកស្រីវ្លាដានកាអាន់ដ្រេវ៉ាបានថ្លែងនៅការកោតសរសើរនិងពេញចិត្តជាខ្លាំងចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងក្រសួងស្ថាប័នរបស់កម្ពុជាពិសេសរវាងរដ្ឋាភិបាលជាមួយនឹងទីភ្នាក់ងារនានារបស់ UN នៅកម្ពុជាលើការអនុវត្តវិស័យសំខាន់ៗរួមមានវិស័យសុខាភិបាលការអប់រំបច្ចេកវិទ្យានិងការលើកកម្ពស់សមភាព Gender និងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រីនិងក្មេងស្រីក្នុងនោះតាមរយៈកម្មវិធីសភាត្រាប់ដែលបានរៀបចំនៅវិមានរដ្ឋាភិបាលនាពេលថ្មីៗនេះសម្រាប់បានលទ្ធផលយ៉ាងត្រចះត្រចង់ទីភ្នាក់ងារ UN នៅកម្ពុជានឹងបន្តពង្រឹងភាពជាដៃគូយ៉ាងសកម្មជាមួយបណ្ដាក្រសួងស្ថាប័ននិងរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលដើម្បីជួយកម្ពុជាចាកចេញពីឋានៈប្រទេសអភិវឌ្ឍតិចតួចនាឆ្នាំ2029ខាងមុខនេះចំពោះបញ្ហាព្រំដែនលោកស្រីបានបង្ហាញការគាំទ្រពេញទំហឹងចំពោះជំហរសន្តិភាពនិងការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជាដោយលោកជំទាវបានសង្កត់ធ្ងន់នឹងសម្ដែងការជឿជាក់ក្នុងនាមស្ថាប័នអង្គការសហប្រជាជាតិថាប្រទេសជិតខាងទាំងពីរកម្ពុជានិងថៃនឹងដោះស្រាយការខ្វែងគំនិតគ្នានេះដោយសន្តិវិធីស្របតាមស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិដើម្បីផលប្រយោជន៍រួមនៃប្រជាជននៃប្រទេសទាំងពីរផងដែរនៅក្នុងជំនួបពិភាក្សាការងារនេះសម្ដេចប្រធានរដ្ឋសភានិងលោកស្រីវ្លាដានកាអាន់ដ្រេវ៉ាបានឯកភាពគ្នានៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែសកម្មបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឲ្យការបំពេញមុខងាររបស់រដ្ឋាភិបាលបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិកាន់តែមានប្រសិទ្ធភាពឡើង